តែមុនពូបានសរសើរអ៊ីកាថាពូពិតជាមានសំណាងណាស់ជាតិនេះដែលបានប្រពន្ធស្អាតឆ្លាតពូកែរស់ស៊ីហើយពូកែធ្វើម្ហូបទៀតអញ្ចឹងការកោតសរសើរហ្នឹងក៏កាន់តែធ្វើឲ្យអ៊ីកាសប្បាយចិត្តហើយគាត់កាន់តែមានភាពជឿជាក់ក្នុងការធ្វើម្ហូបឲ្យពូនិតញ៉ាំហើយល្ងាចនេះគាត់ក៏បានសួរពូថាពូចង់ញ៉ាំអីអត់គាត់នឹងដើរផ្សារទិញម្ហូបដើម្បីធ្វើឲ្យពូអ៊ីកាចំតាក់ពូនិតទៀតហើយពូក៏បានប្រាប់គាត់វិញថាចាំបងជូនអូនទៅផ្សារហើយសម្រាប់ម្ហូបឥឡូវនេះគឺបងអត់ទាន់តែឃើញទេអញ្ចឹងចាំពេលទៅដល់ផ្សារឃើញអីតំណងគឺតែអញ្ចឹងយកមកធ្វើតែម្ដងអូនតំណងហ្នឹងជើងក្នុងមាន់អានេះគេចាស់ហើយគេបេះដូងអត់ខ្លាំងបេះដូងមាន់បងអានេះពងមាន់អូកសោនេះកសោអូអានេះធ្វើអីឆ្ងាញ់អូននេះឆាតកួនមែនអូឆាតកួនយ៉ាពងច្រើនមកចឹងអូនឆាតកួននេះញ៉ាំអូអានេះក្រហមតែអូនេះល្អនេះញ៉ាំខ្មៅច្រើនណាស់គាត់នោះវាអាណាក្រហមច្រើនហ្នឹងពងពណ៌ក៏គ្នាចឹងមានក្រហមមានលឿងធម្មជាតិចឹងហើយចានេះយកទៅដែរអត់3ហ្នឹងដាក់លាយគ្នាចឹងមិនឆ្ងាញ់ទៅឆាតកួនអូនឆាតកួនឲ្យតែបើឆាតកួនតទិញទឹកស្អ៊ីវជីនស៊ូនៅតែអស់ហើយអូនលោកបងទឹកស្អ៊ីវជីនស៊ូរកអស់ប្រទេសជាច្រើនគេយក2ដបហ្មងអូតតែងបន្លែតកួនទៅទិញប្រទេសនេះងាប់ម៉ែលីទិញបន្លែញ៉ាសាច់អូសាច់ច្រើនដែរពេលយើងឆាទៅបន្តិចទេគាត់នៅបន្លែនេះឆាមកពីខ្ទះតែឆាទៅវាត្រូមហីអូយខ្វល់ឃើញប្រទេសយ៉ាងមែនពូចង់សក់ទៅមាត់វិញនេះដាក់ឯណាដីអត់រីមើលប្រើណាមួយប្រើឥឡូវយើងបានមកកថាអីទៅតែវិញនេះពូប៉ុណ្ណឹងឆ្ងល់នេះថាពងនេះមានក្រហមលឿងខ្លាំងណាស់ប៉ាត់តែមកទេលេងអស់ខាងនេះណាទៀតគិតលុយទៅឆាប់បានញ៉ាំឃ្លានអូនឯងគិតថាបងចិត្តនេះសំណាងអត់សំណាងមិនលៀនសំណាងមិនយ៉ាងបាក់ប៉ុនស្អាតឆ្លាតប៉កែធ្វើបានថ្ងៃហ្នឹងហើយប៉កែធ្វើម្ហូបហ្នឹងហើយអូចឹងឥឡូវនេះបានមកដល់ផ្ទះវិញហើយដល់វគ្គអ៊ីកាចូលចង្ក្រានបាយបញ្ចេញស្នាដៃជាដំបូងគេគឺអ៊ីកាក៏ដាក់ស្ងោរជាមួយនឹងគ្រឿងក្នុងមួយផ្លែតហ្វិនដើម្បីឲ្យចេញក្លិនមិនល្អក៏ដូចជាចង់ឲ្យពងហ្នឹងយើងឆ្អិនបន្តិចដើម្បីងាយស្រួលយកទៅឆាព្រោះអីបើហ្វិនជាឆាទាំងចឹងគឺអាចនឹងបែកពងបន្ទាប់មកក៏ស្រង់គ្រឿងក្នុងហ្នឹងដាក់នៅលើចានសិនហើយក៏ដាក់ជាមួយនឹងខ្ទះខ្លាញ់ដើម្បីបំពងខ្ទឹមចឹងខ្ទឹមច្រាមហ្នឹងគឺដាក់បំពងឲ្យឈ្ងុយរៀងក្រហមតិចទៅបន្ទាប់មកបានដាក់ជាមួយនឹងគ្រឿងក្នុងចូលដាក់គ្រឿងក្នុងឆាត្រឡប់ហើយអ្វីដែលមិនអាចបំភ្លេចបាននោះគឺទឹកស្អ៊ីវជីនស៊ូអត់អីអត់បានបើមិនជាអត់ទឹកស្អ៊ីវជីនស៊ូគឺមិនបានទេក្មួយនិយាយទៅដាក់ទៅបង្កើនឲ្យជារសកាន់តែឈ្ងុយកាន់តែឆ្ងាញ់ហើយពណ៌កាន់តែស្អាតកាន់តែគួរឲ្យចង់ញ៉ាំបន្ទាប់មកទៀតក៏បងជាមួយនឹងស្កររ៉ូឌីក៏ដូចជាម្រេចតាមចំណង់ចំណូលចិត្តរៀងៗខ្លួនហើយក៏ឆាត្រឡប់មកដើម្បីឲ្យគ្រឿងហ្នឹងចាប់ជាតិជាមួយនឹងគ្រឿងក្នុងបន្ទាប់មកទៀតគឺចាក់ទឹកចូលនេះគឺបង្អស់មួយផ្លែតទៅដើម្បីឲ្យគ្រឿងក្នុងកាន់តែផុយកាន់តែឆ្អិនល្អពេលបង្អស់ដាក់លើភ្លើងពុះលើទៅខុកហើយអាក្លិនហ្នឹងក៏ក្លិនឈ្ងុយពណ៌ហ្នឹងក៏តំណងទៀតពូនិតថតប្រានេះចង់សក់ទឹកមាត់ប្រាហើយអ៊ីកាគាត់មកបានផ្លែតទៅគាត់ក៏ភ្លក់គាត់ថាអូឆ្ងាញ់ហើយលើកមេដៃមួយហើយក៏បន្ថែមជាមួយនឹងម្ទេសហាន់ទៀតកាន់តែតំណងនិយាយទៅម្ទេសនេះបានទាំងពណ៌តំណងហើយបានទាំងឆ្ងាញ់ទៀតហើយក៏បងជាមួយនឹងបន្លែតកួនឆាត្រឡប់មកដើម្បីឲ្យទ្រោមតកួនបន្តិចទៅហើយចឹងក្រោយគេក៏ចាក់ជាមួយនឹងទឹកស៊ីអ៊ីវជីនស៊ូចូលបន្ថែមទៀតបន្តិចទៅដើម្បីឲ្យកាន់តែជាតិកាន់តែឆ្ងាញ់កាន់តែឈ្ងុយបងអើយឆ្អិនណាយវ៉ាវត្រង់ញាក់សាអូមែនធ្វើនេះឃ្លានទៅហើយបងឯងចិត្តទឹកស្អ៊ីវជីនស៊ូមកចាក់ឲ្យតែគេចូលចិត្តម្ទេសដែរជីនស៊ូជាមួយម្ទេសញ៉ាំដើម្បីបង្កើនរសជាតិម្ហូបហើយខ្លួនកំឈ្ងុយដើម្បីម្ហូបបាត់ហ្នឹងមិនដែរអត់ដែរមិនខ្មៅថាបញ្ចូលពេកចា9លើ10ហើយមែនដាក់ទឹកស្អ៊ីវម្ទេសចេញមកហូចលើពងមានអានេះថាបេះដូងមាន់បងប្អូនអើយអីថាបានណាអីកាសុំហើយអត់រីនិយាយទៅពូនិតចូលចិត្តញ៉ាំម្ទេសហ៎តែជៀនពងទាជៀនសាបអីនេះជ្រលក់ជាមួយទឹកស៊ីវហើយម្ទេសនេះដឹងឲ្យជាតិឆ្ងាញ់ហ្មងបាយនឹងអស់ពីរយ៉ាងហើយអស់លុយទៅទៀតចឹងមិនសិនជាបងប្អូនធ្វើម្ហូបចង់ឲ្យម្ហូបនឹងកាន់តែឈ្ងុយកាន់តែឆ្ងាញ់កុំភ្លេចទឹកស៊ីវជីនស៊ូហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនកូនក្មួយទាំងអស់គ្នាដែលបានទស្សនាជម្រាបលាបាយបាយ